បង្គោលភ្លើងសូឡាមួយដើមតម្លៃ8លានរៀលក្លាយទៅជាប្រធានបទយ៉ាងក្តៅគគុកនៅខេត្តកំពង់ឆ្នាំងដែលថ្មីនេះការផ្ទុះរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជននៅលើបណ្ដាញសង្គមនៅពេលថ្មីត្រូវបានដោះស្រាយយ៉ាងក្តៅគគុកនិងមានការដកតំណែងមន្ត្រីពាក់ព័ន្ធជាបន្តបន្ទាប់ដើមចំនៃរឿងរ៉ាវនេះបានផ្ទុះឡើងបន្ទាប់ពីមានការចែកចាយឯកសារដេញថ្លៃនិងវិក័យប័ត្រគម្រោងមូលនិធិឃុំការទិញនិងដំឡើងបង្គោលភ្លើងសូឡានៅឃុំទឹកហូតស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងដោយក្នុងមួយដើមមានតម្លៃរហូតទៅដល់8លានរៀលតម្លៃនេះត្រូវបានសាធារណជននិងអ្នកខ្លុំមើលចាត់ទុកថាវាថ្លៃខុសប្រក្រតីនិងលើសពីតម្លៃទីផ្សារទូទៅឆ្ងាយណាស់ព្រោះតម្លៃបង្គោលភ្លើងសូឡាធម្មតាមានតម្លៃត្រឹមតែរាប់សិបដុល្លារឬជាង$100តែប៉ុណ្ណោះនាំឲ្យមានការសង្ស័យចំថាជារឿងកាប់កេងលុយរដ្ឋនិងពាក់ព័ន្ធជាមួយនឹងអំពើពុករលួយបាត់ល្មើសបន្តទៀតនៅថ្ងៃទី12ខែសីហាឆ្នាំ2026ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅខេត្តស្ទឹងត្រែងសម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានចេញបទបញ្ជាផ្ទាល់មាត់ជាផ្ទាន់ឲ្យអភិបាលខេត្តកំពង់ឆ្នាំងចុះត្រួតពិនិត្យមើលថាហេតុផលនិងលក្ខណៈបច្ចេកទេសនៃករណីបង្គោលភ្លើង$2000នេះជាប្រញាប់ដើម្បីពង្រឹងនឹងការគ្រប់គ្រងថវិការដ្ឋនិងបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋធានាការច្បាប់និងការដកតំណែងមន្ត្រីបន្ទាប់ពីការស្រាវជ្រាវរកឃើញភាពមិនប្រក្រតីក្នុងដំណើរការរៀបចំនិងអនុវត្តគម្រោងដេញថ្លៃមូលនិធិឃុំលោកសុនសុវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងបានចេញដីកាសម្រេចបញ្ចប់មុខតំណែងមន្ត្រីរាជការនាំទីចាត់ការសាលាខេត្តចំនួន2រូបភ្លាមរួមមានទី1លោកហុងពិសីត្រូវបានបញ្ចប់មុខតំណែងពីនាយកទីចាត់ការផែនការនិងវិនិយោគសាលាខេត្តមកជាមន្ត្រីធម្មតាទី2លោកវ៉ាន់ថេនត្រូវបានបញ្ចប់តំណែងពីនាយកទីចាត់ការអន្តរវិស័យសាលាខេត្តមកជាមន្ត្រីធម្មតាវិញបច្ចុប្បន្នអាជ្ញាធរខេត្តនិងក្រសួងមហាផ្ទៃកំពុងបន្តបង្កើតក្រុមការងារចម្រុះដើម្បីចោះត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់លើគម្រោងអភិវឌ្ឍមូលនិធិឃុំសង្កាត់ទាំងអស់នៅក្នុងខេត្តទាំងមូលដើម្បីធានាគណនេយ្យភាពនិងតម្លាភាពក្នុងការប្រើប្រាស់ថវិកាជាតិបន្ទាប់ពីចេញសេចក្តីសម្រេចជាផ្លូវការនេះឡើងគេសង្កេតឃើញថានៅលើបណ្ដាញសង្គមលោកឈុនគុជស័កដែលគេស្គាល់ថាជាមន្ត្រីធ្វើការផ្នែកជំទប់ឃុំនៅកំពង់ភ្លុកខេត្តសៀមរាបដែលហ៊ានរិះគន់មិនសំចៃមាត់ទៅលើករណីពើពុករលួយនិងខុសប្រក្រតីណាមួយដែលតែងនិយមឃើញនៅតាមបណ្ដាញសង្គម Facebook បានលើកឡើងថាបទល្មើសគប់គិតកាប់កេងលុយជាតិឆ្លៀតបន្លំពុករលួយកុហកថ្នាក់លើក្បត់រះរំលោភអំណាចចោលពាក្យស័ក្តិលួចស្របច្បាប់កំហុសប៉ុនភ្នំពេលដាក់ទោសឬពិន័យបានត្រឹមទម្លាក់តួនាទីមកនៅការិយាល័យធនធានមនុស្សហេតុអ្វីមិនដកឲ្យផុតហេតុអ្វីមិនវះកាត់សាច់ស្អុយយកទៅព្យាបាលខ្ញុំកំពុងរងចាំមើលចំណាត់ការផ្លូវច្បាប់បែបណាទៀតចំពោះមន្ត្រីពីររូបនេះកុំប្រាប់ថាចប់ត្រឹមនឹងណាលោកធំតបពីបានផុសរបស់លោកដូច្នេះអ្នកម្ដាយហ៊ុនស៊ីណាតដែលគេបានស្គាល់ថាជាអ្នកម្ដាយចិត្តធម៌ក៏បានសៀនៅអត្ថបទរបស់លោកឡើងជួបជាមួយនឹងការបញ្ចេញមតិអត្ថាធិប្បាយថាគិតទៅបទល្មើសនេះគួរតែវះកាត់សាច់ស្អុយចោលទៅមនុស្សផ្សេងទៀតមើលឃើញបានវារៀងនេះបែបពីមុនធ្លាប់តែស៊ីរបស់ត្រជាក់មានដីលួចដីនិងទឹកដល់ស៊ីប៉ះភ្លើងឆេះពោះវៀនគាត់តែម្ដងតែពេលនេះបែបបញ្ចុះពេលបាត់ស្នាមអាស្រូវឡើងធំជាងមុនទៀតក៏មិនដឹងធីមយើងទាំងអស់គ្នាចាំមើលផង